ថាបទជប់បាញ់នេះហើយយើងមានការអត់ធ្មត់រហូតដល់72ម៉ោងដើម្បីធានាបាននៅការធានាបាននៅបទជប់បាញ់នេះហើយ18រូបនេះបានត្រឡប់មកប្រទេសកម្ពុជាវិញជួបនឹងបងប្អូនក្រុមគ្រួសាររបស់គាត់វិញនៅថ្ងៃខាងមុខនេះអ្វីដែលតាមរយៈនៃបទជប់បាញ់នៅថ្ងៃនេះគឺនឹងបើកផ្លូវឲ្យបងប្អូនប្រជាពលរដ្ឋភាគសឹកដែលមានលំនៅឋានតាមតំបន់ព្រំដែននេះអាចមានលទ្ធភាពក្នុងការត្រឡប់ទៅរស់នៅលំនៅឋានរបស់ខ្លួនវិញអាចប្រកបមុខរបរក៏ដូចជាធ្វើស្រែចម្ការនិងបងប្អូនដែលមានកូនកុមារដែលអាចត្រឡប់ទៅចូលរៀននៅតាមបណ្ដាសាលារៀនបាននៅតាមបន្ទាត់ព្រំដែននេះចំណុចដ៏សំខាន់មួយទៀតគឺកិច្ចព្រមព្រៀងនេះគឺមិនប៉ះពាល់ដល់ការខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះទេភាគីទាំងពីរគឺបានឯកភាពគ្នាគឺជូនដល់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកគឺហៅកាត់ថា JBC បន្តធ្វើដំណើរការឡើងវិញហើយបានឆាប់រហ័សបំផុតក្នុងការងារវាស់វែងនឹងខណ្ឌសីមាព្រំដែនស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមបន្ទាត់ព្រំដែនយើង